ngày lang mình đang thả slow ấyបងអូនអើយស្រាប់តែពូជ្រូកនៅព្រឹកមិញហ៎មានអីនៅឃើញថាឆាស្ពៃជូរតែម្ដងទៅធ្លាប់តែឆាស្ពៃជូរជាមួយសាច់មែនអត់បងអូនឥឡូវណែមកឆាស្ពៃជូរជាមួយគ្រឿងក្នុងជ្រូកអូននិយាយពីថាឆ្ងាញ់ជាងឆាជាមួយសាច់ទៀតណាបងអូនអើយហើយឆាស្ពៃជូរនឹងដែរបងអូនអើយជាមុខម្ហូបខ្ញុំចូលចិត្តហើយក៏គ្រួសារខ្ញុំក៏ចូលចិត្តដែរចាយរុំមុខម្ហូបមួយនឹងចូលចិត្តស្មើគ្នាតែម្ដងតាកុំអោយខាត់ពេកយូរបងអូនតាតែមើលគ្រឿងផ្សំឆាស្ពៃជូររបស់អ្នកខ្ញុំទាំងអស់គ្នាមានដូចជាខ្ទឹមសស្លឹកខ្ទឹមហើយនឹងគ្រឿងក្នុងស្ងោរយើងហ្នឹងហើយនោះស្ពៃជូរពីគុំផងដែរចាហើយគ្រឿងនោះជាមើលតាមហ្នឹងទៅណាបងអូនអើយខ្ញុំរៃរាប់លេងតន់ទៀតហើយចាឥឡូវដល់វគ្គបដោខ្ទឹមសយើងហ្នឹងឲ្យឡើងឈ្ងុយឈ្ងប់ក្រហមចឹងមកចាប៊ីខ្លោចបងអូនតែមិនធ្វើទេអត់តន់ខ្លោចទេចាគាត់តែប៊ីទេចឹងហើយក៏នាងខ្ញុំហ្នឹងដាក់គ្រឿងក្នុងចូលទៅបល់វាជាមួយខ្ទឹមហ្នឹងឲ្យឈ្ងុយឈ្ងប់ពេញទឹកហើយឆាពូជ្រូកស្ងោរជាមួយស្ពៃជូរហ្នឹងដែរបងអូនអើយនិយាយពីថាឆ្ងាញ់ហើយលក្ខណៈហូបទៅផ្លាយអត់ទលាន់សាច់ចឹងរួមឆ្ងាញ់តែម្ដងបងអូនហ្នឹងសម្រាប់ខ្ញុំតែសម្រាប់បងមិនតន់បានសាក់អីអាចសាក់បានចាក្រៅវិញបងអូនអើយមានច្រើនទេមានដូចជាទឹកត្រីប៊ីចេងស្ករសរ៉ូឌីហើយនឹងប្រេងខ្ជិលនឹងឯងចាដាក់បន្តិចៗយកចេតនាមកអស់បងអូនអើយគ្រឿងនឹងដែរបងអូននាងខ្ញុំឆារៀងគ្រឿងបន្តិចដោយសារតែខ្លាច់វានៅធំក្លិនអីអញ្ចឹងបងអូនដោយសារតែយើងនៅសារពិភពហើយអញ្ចឹងហើយនាងខ្ញុំឆារៀងក្រៀមហើយកូននាងខ្ញុំចាប់ផ្ដើមដាក់មានម្រេចដែរអញ្ចឹងបងអូននេះថែមម្រេចចូលយ៉ាងច្រើនផងដែរចាឲ្យវាមានភាពកាន់តែឈ្ងុយអញ្ចឹងហើយម្រេចនឹងដែរនាងខ្ញុំឲ្យតែស្លម្ដងបងអូនអើយមិនថាឆាមិនថាស្ងោទេគឺចូលចិត្តដាក់ច្រើនតែម្ដងណាម្រេចហ្នឹងបងអូនអើយនាងខ្ញុំហ្នឹងហើយបន្ទាប់ពីនាងខ្ញុំឆាហើយអស់ហើយយ៉ាងក្រៀមហើយក៏នាងខ្ញុំនេះចាប់ផ្ដើមដាក់ស្ពៃជូរយើងចូលចាស្ពៃជូរនឹងដែរបងអូនអើយទិញប៉ះជូរល្មមមិនតន់ជូរអាចយកមកឆាសើឆ្ងាញ់ណាបានអាជូរស្រស់ៗចឹងយកមកទៅឆាជូរស្រស់ឆ្ងាញ់តែម្ដងណាបងអូនអើយបាននិយាយថាយកអាពេលគេកំពុងធ្វើថ្មីអីមកធ្វើមកស្លោអីចឹងបងអូនអើយធានាថាធំរៀងថ្នាំធំដូចគោស្ពៃចឹងវាថាអត់តន់ចូលចិត្តអត់តន់ជូរល្អអញ្ចឹងបងអូនដល់ពេលយើងទិញបានជូរចឹងនិយាយថាយកមកឆាឆ្ងាញ់ណាបន្ទាប់ពីនាងខ្ញុំឆាគ្រឿងក្រៅចូលគ្នាឲ្យអស់ហើយបន្លែអីចូលមួយសាច់ហើយក៏នាងខ្ញុំថែមទឹកចាបងអូនអើយត្រូវតែថែមទឹកតែអត់ថែមទឹកប្រកាសជាអត់មានទឹកស្រូបបាយឲ្យក្មេងៗនៅផ្ទះហូបឡើយហ្នឹងបងអូនបើយើងមាននៅចាស់យើងអាចហូបគោកបានណាបងអូនអើយតែយើងមានក្មេងត្រូវតែមានទឹកស្លហើយទូឆាក៏ដោយក៏ត្រូវតែមានទឹកដែរបន្ទាប់ពីមួយងាស់ឥឡូវទុកមកពុះឲ្យបងអូនអើយចាក់ល្មមបន្លែសាច់អីផុយមកល្មមចាក៏នាងខ្ញុំបន្ថែមដល់ខ្ទឹមជាចុងក្រោយដូចជាការស្រេចហើយចាឆាស្ពៃជូរគ្រឿងក្នុងរបស់នាងខ្ញុំក៏បានចាក់រត់ដែរចាបងអូនអើយនឹងអត់នេះបានផុកវិញហើយទៅឆ្ងាញ់ទៀតបងអូនអើយតែមិនធ្វើអាឆារៀងមានទឹកចឹងក៏ឆ្ងាញ់បែបឆាមានទឹកចឹងនិយាយពីថាបើបានឆ្អិនវិញបងអូនអើយដុះមកនេះឡើងហុយផ្សែងចុកឡើងឈ្ងុយពេញផ្ទះហ្មងនិយាយខ្លួនគួរឲ្យថាក្លៀនអាថាតិចបានមួយកែវអីទៀតអូយត្រូវគ្នាហ្មងអែមស្រែមហ្មងបងអូនអើយនិយាយលេងទេបងអូនអើយធ្វើនិយាយមកធ្វើដូចអ្នកខ្លួនឯងចេះផឹកចឹងតែក៏ពិតអត់ចេះទេបងអូនប៉ុន្តែគ្រាន់តែឃើញម្ហូបនឹកឃើញតិចសម្រាប់គេដែលចេះហូបវិញហ្នឹងត្រូវហ្មងអែមស្រែមហ្មងបានមួយកែវអីតិចចិត្តតែម្ដងចាហើយឆាស្ពៃជូររបស់នាងខ្ញុំក៏ដល់ទីបញ្ចប់ផងដែរចាហើយក៏សូមអរគុណទុកជាមុនសម្រាប់ការចូលមើលវីដេអូមួយនេះណាបងប្អូនទាំងអស់គ្នាអរគុណបាយបាយ